គ្មានអារម្មណ៍គ្មានកម្លាំងរួមភេទសាកញ៉ាំងាវស្រស់ oyster 2 ទៅ 3 គ្រាប់អាចជួយបង្កើនកម្លាំងការរួមភេទគឺជាក្តីសុខរបស់ដៃគូគ្រប់រូបរួមភេទអាចជួយឲ្យពួកគេកាន់តែស្រឡាញ់គ្នាយល់ពីគ្នាជាងមុនក៏ប៉ុន្តែប្រសិនណាមានដៃគូម្ខាងមានបញ្ហាផ្លូវភេទដៃគូម្ខាងទៀតគួរតែយកចិត្តទុកដាក់និងខ្វាយខ្វល់អំពីចំណុចនេះព្រោះការខ្សោយចំណង់ផ្លូវភេទអាចមកពីគាត់មានបញ្ហាសុខភាពណាមួយដែលធ្វើឲ្យគាត់បាត់បង់ចំណង់ឡើងមកដូច្នេះដើម្បីបង្កើនកម្លាំងដាស់អារម្មណ៍គុណនឹង2ឡើងមកវិញព្រោះប្រសិនណាអ្នកគ្មានអារម្មណ៍ផ្លូវភេទការរកអ្វីជំនួយក៏សំខាន់ជាពិសេសអាចគឺរបបអាហារនេះហើយល្អជាងគេនៅក្នុងការជួយដាស់អារម្មណ៍ទន្ទឹមនឹងនេះយើងនឹងលើកយកប្រភេទអាហារពីរមុខដែលមានប្រយោជន៍ខ្លាំងពេលញ៉ាំហើយជួយដាស់អារម្មណ៍របស់អ្នកឲ្យកាន់តែខ្លាំងនោះគឺ oyster និងងាវគឺជាអាហារសមុទ្រមួយប្រភេទដែលមានប្រយោជន៍ច្រើនជួយដល់សុខភាពរបស់អ្នកញ៉ាំក៏ព្រោះក្នុងគ្រឿងសមុទ្រទាំងនេះសម្បូរដោយវីតាមីនជាតិដែកវីតាមីន B12 ផូស្វ័រនិងសេលីស្យូមទង់ដែងជាដើមក្រុមសារធាតុរ៉ែទាំងនេះជំនួយដល់ឈាមក្រហមឆ្អឹងជាពិសេសក៏បានប្រយោជន៍ជួយបង្កើនកម្លាំងបង្កើនអារម្មណ៍រួមភេទរបស់ដៃគូផងដែរចំពោះ oyster វិញមិនត្រឹមតែជំនួយអារម្មណ៍និងកម្លាំងនោះទេតែវាមានប្រយោជន៍ជាច្រើនទៀតដូចជាបង្កើនលំហូរឈាមទៅកាន់សរីរាង្គភេទរបស់មនុស្សកាន់តែប្រសើរហើយជាតិស័ង្កសីមានសារៈសំខាន់ជាពិសេសនៅក្នុងការជួយពង្រឹងមេជីវិតឈ្មោលធ្វើឲ្យឆាប់មានកូនផងដែរចំពោះសុខភាពរបស់បុរស